វិបត្តិនៃមុខតំណែងភាពជាអ្នកដឹកនាំពិតប្រាកដមិនជាប់ទាក់ទងនឹងរឿងមុខតំណែងទេភាពជាអ្នកដឹកនាំក្នុងកម្រិតដែលពឹងផ្អែកលើមុខតំណែងក៏ដូចជាអ្វីគ្រប់យ៉ាងក្នុងជីវិតគឺមានទាំងគុណសម្បត្តិនិងគុណវិបត្តិតាមពិតទៅភាពជាអ្នកដឹកនាំក្នុងកម្រិតទីមួយៗសុទ្ធតែមានទាំងគុណសម្បត្តិនិងគុណវិបត្តិលុះពេលឈានទៅដល់កម្រិតដែលកាន់តែខ្ពស់ទៅយើងនឹងឃើញថាមានគុណសម្បត្តិកាន់តែច្រើនឡើងហើយមានគុណវិបត្តិកាន់តែតិចទៅដូច្នេះមុខតំណែងគឺជាភាពជាអ្នកដឹកនាំដែលទាបបំផុតទើបវាមានគុណវិបត្តិច្រើនជាងគេនៅក្នុងកម្រិតទី1នេះខ្ញុំមើលឃើញគុណវិបត្តិសំខាន់8ប្រការដូចខាងក្រោម 1. មនុស្សតែយល់ខុសពេលបានទទួលតំណែងជាអ្នកដឹកនាំវិធីដ៏សាមញ្ញបំផុតក្នុងការផ្ដល់និយមន័យភាពជាអ្នកដឹកនាំនោះគឺមើលទៅលើមុខតំណែងពេលអ្នកបានទទួលតំណែងឬមានគោលងារមនុស្សនឹងនាំអ្នកទៅភ្ជាប់នឹងតំណែងខាងលើតែទោះជាយ៉ាងណាតំណែងនិងគោលងារតែងធ្វើឲ្យមនុស្សយល់ខុសច្រើនណាស់ព្រោះមនុស្សយើងតែងគិតថាតំណែងនឹងមានរឿងល្អៗជាច្រើនខ្ញុំបានទទួលមេរៀនអំពីភាពជាអ្នកដឹកនាំក្នុងកម្រិតទី1នៅពេលទទួលតំណែងជាគ្រូគង្វាលក្នុងព្រះវិហារដំបូងរបស់ខ្ញុំមានន័យថាខ្ញុំគឺជាអ្នកដឹកនាំខ្ញុំយល់ខុសយ៉ាងខ្លាំងនៅពេលបានដឹងអំពីការប្រជុំគណៈកម្មការលើកដំបូងពេលប្រជុំជាផ្លូវការលើកដំបូងប្រព្រឹត្តទៅបានបន្តិចអ្នកដឹកនាំពិតប្រាកដក៏បានចូលមុខមានតួនាទីភ្លាមគេឈ្មោះ Cloud រស់នៅម្ដុំជលងភ្នំជនបទដែលស្ថិតនៅក្នុងព្រះវិហារមួយនេះពេញមួយជីវិតមនុស្សគ្រប់គ្នាស្រឡាញ់គេបារមីរបស់គេមានលើសលប់សមាជិកគណៈកម្មការផ្សេងនាំគ្នាសូមការណែនាំពី Cloud ហើយសួរគេគ្រប់រឿងបើខ្ញុំចេញពីសាលប្រជុំនេះទៅក៏ប្រហែលជាគ្មាននរណាចាប់អារម្មណ៍អ្វីឬប្រហែលគ្មាននរណាសង្កេតឃើញទៅទៀតខ្ញុំដល់ថ្នាក់រន្ធត់ចិត្តក្នុងការប្រជុំលើកដំបូងនិងប្រជុំលើកក្រោយមកក្រសែភ្នែកមនុស្សគ្រប់គ្នាតែងផ្ដោតចំណាប់អារម្មណ៍តែទៅលើ Cloud ដែលជាអ្នកដឹកនាំពិតប្រាកដគណៈកម្មការមិនបានធ្វើតាមខ្ញុំទេបើទោះបីជាខ្ញុំមានមុខតំណែងមានសិទ្ធិអំណាចមានបរិញ្ញាបត្រពីសាកលវិទ្យាល័យធំមានបន្ទប់ធ្វើការមានប្រាក់ខែដែលសុទ្ធតែជារបស់បង្ហាញពីមុខតំណែង Cloud មិនមានដូចនេះឡើយតែមនុស្សទាំងនោះបែរជាស្ដាប់តាមគេនិយាយគ្រប់យ៉ាងកំហុសឆ្គងរបស់ខ្ញុំគឺជាជាងគិតថាតំណែងខាងលើជាឱកាសឲ្យខ្ញុំឈានទៅរកភាពជាអ្នកដឹកនាំតែខ្ញុំបែរជាគិតថាមានតំណែងជាអ្នកដឹកនាំរួចទៅហើយពេលនោះខ្ញុំនៅមិនយល់ទេថាទោះបីជាបានទទួលតំណែងជាអ្នកដឹកនាំតែការធ្វើជាអ្នកដឹកនាំពិតប្រាកដគឺត្រូវខិតខំបូជានិងសម្ដែងថ្វីដៃឲ្យគេឃើញខ្ញុំទៅជាផ្ដល់និយមន័យថាភាពជាអ្នកដឹកនាំគឺអ្វីដែលនៅនឹងមួយកន្លែងមិនបានចាត់ទុកថាភាពជាអ្នកដឹកនាំគឺការផ្លាស់ប្ដូរឬចាប់ផ្ដើមធ្វើរឿងផ្សេងនោះឡើយតាមពិតទៅភាពជាអ្នកដឹកនាំពុំមែនសំខាន់លើមុខតំណែងនោះទេតែវាសំខាន់នៅលើសកម្មភាពកាលពីខ្ញុំមកដល់ព្រះវិហារដំបូង Cloud មានបារមីពីភាពជាអ្នកដឹកនាំដោយសារតែមានសកម្មភាពល្អៗជាច្រើនក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះទើបមនុស្សម្នានាំគ្នាធ្វើតាមគេ Cloud ជាកសិករសាមញ្ញគេបានបកស្រាយឲ្យខ្ញុំស្ដាប់នៅពេលក្រោយមកថាចូនតួអក្សរទាំងឡាយដែលដាក់ពីមុខឬពីក្រោយឈ្មោះមនុស្សគឺប្រៀបដូចជាកន្ទុយជ្រូកដូច្នោះដែរគ្មានជាប់តាក់ទងនឹងគុណភាពរបស់ជ្រូកខ្វៃទេភាពជាអ្នកដឹកនាំពុំមែនសំខាន់លើមុខតំណែងនោះទេតែវាសំខាន់នៅលើសកម្មភាពហេតុនេះហើយទើបខ្ញុំទទួលស្គាល់ថាភាពជាអ្នកដឹកនាំជារឿងនៃការចាប់ផ្ដើមធ្វើសកម្មភាពផ្សេងហើយព្យាយាមបង្រៀនគំនិតនេះដល់បណ្ដាអ្នកដឹកនាំក្នុងសិក្ខាសាលាទាំងក្នុងស្រុកនិងក្រៅប្រទេសវិធីសាស្ត្រមួយដែលខ្ញុំធ្វើគឺធ្វើតាមរយៈអង្គការផ្នែកភាពជាអ្នកដឹកនាំដែលមិនស្វែងរកកម្រៃរបស់ខ្ញុំគឺ Equip ដែលបណ្ដុះបណ្ដាលអ្នកដឹកនាំជាង5លាននាក់មកហើយក្នុង160ប្រទេសគ្រូឧទ្ទិសនាមរបស់អង្គការនិងខ្ញុំជួបបញ្ហាសំខាន់ម្យ៉ាងក្នុងប្រទេសកំពុងអភិវឌ្ឍនោះគឺការលើកបង្ហាញពីគំនិតដែលថាភាពជាអ្នកដឹកនាំជារឿងនៃការចាប់ផ្ដើមធ្វើសកម្មភាពជាជាងរឿងមុខតំណែងអ្នកដឹកនាំបណ្ដាប្រទេសទាំងនោះតែងមានគំនិតថាខ្ញុំធ្វើបានសម្រេចហើយខ្ញុំបានតំណែងហើយពួកយើងចង់ឲ្យគេបានយល់ពីគុណសម្បត្តិសំខាន់បំផុតនៃភាពជាអ្នកដឹកនាំនេះនោះគឺអ្នកដឹកនាំត្រូវដឹកនាំមនុស្សរបស់គេទៅដល់កន្លែងណាមួយពួកគេទាំងនោះមិនត្រូវនៅស្ងៀមនោះទេប្រសិនបើគ្មានការធ្វើដំណើរទៅណាទេនោះវាក៏មិនចាំបាច់មានភាពជាអ្នកដឹកនាំធ្វើអ្វីដែរគុណវិបត្តិទី2អ្នកដឹកនាំដែលពឹងផ្អែកលើមុខតំណែងតែងមើលមិនឃើញពីគុណតម្លៃរបស់អ្នកដទៃឡើយអ្នកដែលពឹងផ្អែកលើមុខតំណែងក្នុងការធ្វើជាអ្នកដឹកនាំតែងផ្ដល់ភាពសំខាន់ខ្លាំងដល់មុខតំណែងរបស់ខ្លួនស្ទើរគ្រប់ពេលវេលាជាញឹកញាប់គេតែងផ្ដល់ភាពសំខាន់លើរឿងនេះលើសពីរឿងផ្សេង
តំណែងរបស់អ្នកទាំងនេះសំខាន់ចំពោះគេខ្លាំងជាងកិច្ចការដែលគេធ្វើសំខាន់ជាងការជួយលើកកម្ពស់គុណតម្លៃដល់អ្នកនៅក្រោមបង្គាប់បញ្ជាឬសំខាន់ជាងការមានចំណែកជួយដល់អង្គភាពឥរិយាបថបែបនេះមិនបានជួយលើកកម្ពស់ចំណងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃឡើយតាមពិតទៅអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងតែងយល់ថាអ្នកក្រោមបង្គាប់បញ្ជាគួរឲ្យរំខានជាថ្មិញស្ពឺដែលបដូរទៅបដូរមកបានក្នុងអង្គភាពឬមួយអាចយល់រហូតដល់ថាវាជាឧបសគ្គដែលសាងបញ្ហាក្នុងការឡើងតំណែងរបស់ខ្លួនលទ្ធផលគឺផ្នែកផ្សេងៗនៃក្រុមការងារទាំងឡាយឬអង្គភាពផ្សេងៗដែលមានអ្នកដឹកនាំបែបនេះពិតជាមានបញ្ហារឿងស្មារតីនិងការបាក់កម្លាំងចិត្តមិនខានអ្នកដឹកនាំដែលពឹងផ្អែកលើមុខតំណែងតែងធ្វើខ្លួនឯងឲ្យមើលទៅថាល្អឬរារាំងមិនឲ្យអ្នកដទៃបានឡើងខ្ពស់និងតែងគំរាមអ្នកទាំងនោះធ្វើឲ្យពួកគេមានអារម្មណ៍ថាគ្មានតម្លៃសួរថាវិធីសាស្ត្ររបស់ពួកគេដូចម្តេចខ្លះនោះគឺមិនទុកចិត្តលើអ្នកដទៃឲ្យពិតប្រាកដគិតតែខ្លួនឯងថាអ្នកដទៃធ្វើមិនបានជាជាងគិតថាពួកគេធ្វើបានគិតតែខ្លួនឯងថាអ្នកដទៃមិនព្រមធ្វើជាជាងគិតថាពួកគេធ្វើតែងមើលឃើញបញ្ហាអ្នកដទៃជាជាងឃើញសក្តានុពលរបស់ពួកគេមើលឃើញថាអ្នកដទៃជាបំណុលជាជាងគិតថាជាទ្រព្យសម្បត្តិអ្នកដឹកនាំដែលយកមុខតំណែងឬតួនាទីមកប្រើក្នុងការអូសទាញអ្នកដទៃអាចធ្វើការរួមជាមួយអ្នកដទៃបានដោយពិបាកអ្នកខ្លះមិនទាំងចូលចិត្តមនុស្សច្រើនទៅទៀតសួរថាមកពីអ្វីរឿងនេះតាមពិតទៅដូចគ្នានឹងការសួរថាមន់និងពងមន់មួយណាកើតមុនដូច្នោះដែរសួរថាអ្នកដឹកនាំបែបនេះធ្វើការរួមជាមួយអ្នកដទៃមិនល្អទើបងាកទៅពឹងមុខតំណែងមែនទេឬមកពីអ្នកដឹកនាំបែបនេះពឹងលើតំណែងតួនាទីទើបមិនសូវចំណាយពេលនិងមិនខំប្រឹងធ្វើការជាមួយអ្នកដទៃឲ្យបានល្អយ៉ាងណាខ្ញុំមិនដឹងទេជួនកាលអាចមានលក្ខណៈទាំងពីរបែបនេះក៏មានតែអ្វីដែលខ្ញុំដឹងច្បាស់ម្យ៉ាងនោះគឺពួកគេជាអ្នកដឹកនាំអ្នកដទៃដោយមិនអើពើនិងភាពជាមនុស្សទៅលើច្រើនផ្នែកមិនចាប់អារម្មណ៍ថាមនុស្សគ្រប់គ្នាសុទ្ធតែមានសេចក្តីសង្ឃឹមមានសុបិនមានក្តីប្រាថ្នាព្រមទាំងមានគោលដៅរបស់ខ្លួននោះទេពួកគេមិនបានដឹងថាក្នុងនាមអ្នកដឹកនាំពួកគេត្រូវយកទស្សនវិស័យនិងក្តីប្រាថ្នារបស់មនុស្សក្នុងក្រុមមករួមបញ្ចូលគ្នាទៅតាមលំនាំដែលបង្កឲ្យកើតប្រយោជន៍ដល់មនុស្សគ្រប់គ្នាឬមួយបើនិយាយឲ្យងាយស្ដាប់គឺពួកគេមិនអាចធ្វើជាអ្នកដឹកនាំដែលល្អបំផុតបានដោយសារតែគេមិនព្រមទទួលស្គាល់និងមិនយកចិត្តទុកដាក់ថាភាពជាអ្នកដឹកនាំមិនថាជាក្នុងរូបបែបណាទេក្នុងស្ថានភាពណាឬដើម្បីគោលបំណងអ្វីក៏ដោយវាគឺជាការធ្វើការរួមគ្នាជាមួយអ្នកដទៃនេះឯងគុណវិបត្តិទី3អ្នកដឹកនាំដែលពឹងលើមុខតំណែងតែងប្រើល្បែងនយោបាយនៅពេលអ្នកដឹកនាំយកមុខតំណែងមកប្រើជាឥទ្ធិពលជាជាងការនិយាយបញ្ចុះបញ្ចូលឲ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗបរិយាកាសក្នុងអង្គភាពនឹងពោពេញទៅដោយល្បែងល្បិចនយោបាយមានការដណ្ដើមប្រជែងយកផលប្រយោជន៍គ្នាយ៉ាងអនាធិបតេយ្យទន្ទឹមនឹងខ្លួនត្រូវចូលមកជួយអង្គភាពអ្នកដឹកនាំដែលជាប់ជំពាក់នឹងតំណែងតែងផ្ដោតទៅលើការប្រើអំណាចបង្គាប់បញ្ជាអ្នកដឹកនាំប្រភេទនេះធ្វើការដោយរំពឹងចង់បានតែមុខតំណែងព្យាយាមរកបុគ្គលិកឲ្យបានច្រើនបំផុតរកកញ្ចប់ថវិកាឲ្យបានច្រើនបំផុតពុំមែនដើម្បីផលប្រយោជន៍របស់អង្គភាពនោះទេតែដើម្បីពង្រីកគ្រឹះឲ្យរឹងមាំនិងការពារកៅអីរបស់ខ្លួនប៉ុណ្ណោះទង្វើនេះតែងជំរុញឲ្យអ្នកដទៃអនុវត្តតាមគំរូដូចគ្នាព្រោះអ្នកដឹកនាំប្រភេទនេះនឹងគិតបារម្ភថាបើអ្នកដទៃទទួលបានអ្វីមួយខ្លួននឹងត្រូវបាត់បង់ផលប្រយោជន៍វិធីសាស្ត្របែបនេះមិនគ្រាន់តែបង្កើតជាចលនាស្មោករូបនៃការប្រជែងយកឈ្នះបែបស្របច្បាប់ការប្រជែងយកមុខមាត់និងការឆក់ឱកាសយកប្រៀបលើគ្នាប៉ុណ្ណោះទេតែថែមទាំងនាំឲ្យកើតមានការប្រជែងយកមុខមាត់រវាងផ្នែកនិងផ្នែករួមទាំងការកឹបកេងទ្រព្យសម្បត្តិទៀតផងទន្ទឹមនឹងត្រូវចូលរួមមកជួយអង្គភាពអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងតែងផ្ដោតទៅលើការប្រើអំណាចបង្គាប់បញ្ជាកាលពីនៅធ្វើជាអ្នកដឹកនាំថ្មីថ្មោងខ្ញុំធ្លាប់ធ្វើការនៅក្នុងបរិយាកាសដែលពោពេញដោយល្បែងនយោបាយដោយដែលទើបនឹងបានអធិប្បាយមុននេះវាដូចជាទៅធ្វើការនៅក្នុងចំការមីនដូច្នោះដែរមានការប្រើច្បាប់ដែលមិនបានកំណត់ទុកជាលិលាអក្សរជាច្រើនមិនតែប៉ុណ្ណោះថែមទាំងមានដំណើរការធ្វើការដែលបិទបាំងក្នុងការសុំណាត់ជួបនឹងអ្នកបង្គាប់បញ្ជាឬការជ្រើសរើសថាតើនឹងទៅបរិភោគអាហារថ្ងៃត្រង់ជាមួយនរណាមានការគៀបសង្កត់ទៅលើរឿងប្រើក្រុមងារឲ្យស័ក្តិសមនៅពេលហៅនរណាម្នាក់ក្រៅពីនេះអ្នកដទៃនឹងប្រតិបត្តិចំពោះអ្នកដូចម្តេច
ភាគច្រើនវាអាស្រ័យទៅលើប្រវត្តិរបស់អ្នកមិនបាច់និយាយក៏ដឹងថាខ្ញុំទ្រាំនឹងបរិយាកាសបែបនេះស្ទើរតែមិនបានត្រូវប្រញាប់សម្លឹងរកកន្លែងថ្មីដែលល្អជាងដើម្បីទៅអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់ខ្លួនឲ្យតែរកបានខ្ញុំនឹងលាឈប់ពីទីនេះភ្លាមខ្ញុំមានសេចក្តីសុខជាខ្លាំងពួកគេក៏ប្រហែលជាមានអារម្មណ៍បែបនេះដូចគ្នាខ្ញុំមិនដែលឃើញអង្គភាពដែលមានល្បែងល្បិចនយោបាយច្រើនហើយអាចដំណើរការបានល្អនិងទាំងមានស្មារតីនិងកម្លាំងចិត្តល្អឡើយសាកមើលទៅអង្គភាពផ្នែករដ្ឋបាលភាគច្រើនក្នុងប្រទេសយើងហើយសាកគិតទៅដល់អ្នកដឹកនាំនិងបុគ្គលិកដែលធ្វើការនៅក្នុងនោះក៏បានភាគច្រើនគួរតែអាចអភិវឌ្ឍឲ្យល្អប្រសើរបានទាំងអស់ក្រៅពីនេះការដកខ្លួនឲ្យផុតពីភាពជាអ្នកដឹកនាំដែលពឹងមុខតំណែងប្រហែលជាជួយបុគ្គលិកទាំងនោះបានយ៉ាងច្រើនគុណវិបត្តិទី4អ្នកដឹកនាំពឹងលើមុខតំណែងផ្ដល់ភាពសំខាន់លើសិទ្ធិអំណាចជាងការទទួលខុសត្រូវអ្នកដឹកនាំពឹងតំណែងដែលជាប់ជំពាក់នឹងសិទ្ធិអំណាចរបស់ខ្លួនតែងគិតថាខ្លួនឯងមានសិទ្ធិអ្វីខ្លះទន្ទឹមនឹងរកវិធីជួយកូនចៅគេបែរជារំពឹងឲ្យកូនចៅជួយសម្រាប់គេរបាយការណ៍ការងារសំខាន់ជាងសាច់ការពួកគេផ្ដល់ភាពសំខាន់ទៅលើអំណាចឥទ្ធិពលច្រើនជាងការធ្វើការជាក្រុមលទ្ធផលគឺគេតែងតែសង្កត់ធ្ងន់ទៅលើរឿងបែបបទច្បាប់ទម្លាប់ដែលជាចំណុចមានប្រៀបរបស់ខ្លួនមិនយកចិត្តទុកដាក់នឹងរឿងប្រស្រ័យតាក់ទងជាមួយអ្នកដទៃឡើយវិធីសាស្ត្របែបនេះមិនបានជួយលើកកម្ពស់ការធ្វើការជាក្រុមនិងសាងបរិយាកាសល្អឲ្យការងារឡើយការមានសិទ្ធិធ្វើអ្វីម្យ៉ាងក្នុងឋានៈជាអ្នកដឹកនាំពុំមែនមានន័យថានេះគឺជារឿងត្រឹមត្រូវនោះទេការងាកមកផ្ដល់ភាពសំខាន់ទៅលើការទទួលខុសត្រូវជាងគិតតែអំពីរឿងសិទ្ធិអំណាចជាសញ្ញាបង្ហាញឲ្យឃើញថាអ្នកដឹកនាំមានភាពចាស់ទុំពួកគេជាច្រើនមានអារម្មណ៍រំភើបក្នុងអំឡុងពេលដំបូងពេលបានធ្វើជាអ្នកដឹកនាំដោយសារមានអំណាចនិងបានប្រើអំណាចដែលកំពុងមានអំណាចអាចជារឿងគួរឲ្យរីករាយបើវាមិនធ្វើឲ្យយើងឆ្លុះវង្វេងនេះជាហេតុផលដែលប្រធានាធិបតីអាប់រ៉ាហាំ លីន ខុននិយាយថាមនុស្សស្ទើរតែគ្រប់គ្នាអាចទ្រាំនឹងភាពលំបាកលំបិនបានតែប្រសិនបើចង់ពិសោធន៍អត្តចរិតនរណាម្នាក់ចូលសាកល្បងប្រគល់អំណាចទៅឲ្យគេសាកមើលក្នុងឋានៈជាអ្នកដឹកនាំយើងម្នាក់ត្រូវព្យាយាមអភិវឌ្ឍដោយមិនពឹងពាក់សិទ្ធិពិសេសផ្សេងប្រសិនបើអាចសម្រេចដល់ភាពចាស់ទុំបែបនេះយើងក៏នឹងឈប់ចង់ប្រើអំណាចដើម្បីខ្លួនឯងហើយងាកមកប្រើអំណាចដើម្បីជួយអ្នកដទៃទៅវិញគុណវិបត្តិទី5ការធ្វើជាអ្នកដឹកនាំដែលពឹងលើមុខតំណែងច្រើនតែឯកាពំនូលដែលថាកាន់តែខ្ពស់កាន់តែរងាពិតជាចេញពីមាត់អ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងឬមួយមកពីមនុស្សដែលមានបុគ្គលិកលក្ខណៈខុសប្រក្រតីមិនខានទេភាពជាអ្នកដឹកនាំពុំមែនសុទ្ធតែសំដៅទៅលើការនៅតែម្នាក់ឯងនោះទេគឺមកពីមនុស្សយើងធ្វើឲ្យវាទៅជាបែបហ្នឹងដោយខ្លួនឯងប្រសិនបើអ្នកដឹកនាំពឹងលើមុខតំណែងយល់ពីទូនាទីនិងគោលបំណងនៃភាពជាអ្នកដឹកនាំទៅតាមផ្លូវខុសនោះប្រហែលជានឹងមានអារម្មណ៍ឯកាមែនប៉ុន្តែភាពជាអ្នកដឹកនាំដែលល្អពុំមែនសំដៅទៅលើការចង់ធ្វើជាស្ដេចជលងភ្នំដែលឈរចង្ក្រឹងពីលើកំពូលភ្នំហើយដកខ្លួនឲ្យផុតពីអ្នកដទៃនោះទេភាពជាអ្នកដឹកនាំដែលល្អគឺជារឿងនៃការដើរទន្ទឹមនឹងអ្នកដទៃហើយជួយឲ្យពួកគេបានឡើងទៅលើកំពូលភ្នំជាមួយខ្លួនឯងប្រសិនបើនៅលើកំពូលភ្នំតែម្នាក់ឯងអ្នកប្រហែលជាមានអារម្មណ៍ឯកាមែនតែបើមានអ្នកដទៃនៅក្បែរវាមិនងាយទៅជាបែបនេះកើតទេការមានអ្នកដទៃនៅក្បែរវាមិនងាយទៅជាឯកាកើតទេអ្នកដឹកនាំដែលធ្វើខ្លួនជាស្ដេចនៃជលងភ្នំតែងសាងបរិយាកាសនៃការធ្វើការដែលមិនសូវល្អដោយសារតែខ្វះទំនុកចិត្តនិងមានមន្ទិលសង្ស័យនៅពេលឃើញនរណាម្នាក់មានសក្តានុពលរំកិលឡើងមកខ្ពស់គេក៏ចាប់ផ្ដើមព្រួយបារម្ភខ្លាចកៅអីលើកំពូលភ្នំរបស់ខ្លួនត្រូវរង្គោះរង្គើហើយលើបលួចធ្វើបាបអ្នកដែលបញ្ចេញសមត្ថភាពដោយព្យាយាមការពារតំណែងរបស់ខ្លួនព្យាយាមឲ្យខ្លួនឯងនៅខ្ពស់ជាងគេនិងនាំមុខអ្នកដទៃទោះថាលទ្ធផលនឹងទៅជាដូចម្ដេចចម្លើយគឺមនុស្សពូកែដែលរងការគំរាមកំហែងឬត្រូវគេបែងជើងនឹងដកខ្លួនចេញពីផ្នែកឬពីអង្គភាពហើយទៅរកភ្នំផ្សេងដើម្បីឡើងម្ដងវិញមើលទៅប្រហែលជានៅសល់តែមនុស្សមានវ័យដៃកម្រិតធម្មតាឬអ្នកស្ពឹកស្រពន់ដែលពួកគេដឹងច្បាស់ថាខ្លួនមានសមត្ថភាពក្នុងតំណែងថ្នាក់ក្រោមប៉ុណ្ណោះរឿងនេះបង្កឲ្យកើតវប្បធម៌បែបពួកឯងពួកអញហើយមានអ្នកដឹកនាំពឹងមុខតំណែងនៅពីខាងលើភាពជាអ្នកដឹកនាំពុំមែនសំដៅទៅលើការនៅតែម្នាក់ឯងយ៉ាងឯកោនោះទេអ្នកដែលមានអារម្មណ៍ឯកោបង្ហាញថាគេបានសាងស្ថានភាពដែលធ្វើឲ្យខ្លួនឯងត្រូវមានអារម្មណ៍ដូចនេះ
គុណវិបត្តិទី6អ្នកដឹកនាំដែលនៅតែជាប់ជំពាក់នឹងមុខតំណែងនឹងត្រូវគេកត់សម្គាល់ហើយត្រូវប្រឡែងចោលកាលចាប់ផ្ដើមធ្វើការថ្មីហើយខ្លាចជាអ្នកដឹកនាំខ្ញុំបានរៀនមេរៀនដ៏មានតម្លៃមួយពេលនោះខ្ញុំព្យាយាមបណ្ដុះអ្នកដឹកនាំថ្មីឲ្យទទួលជោគជ័យព្យាយាមផ្ដល់អ្វីគ្រប់យ៉ាងដល់ពួកគេមិនថាជាពេលវេលាជាសមត្ថភាពក្នុងការអូសទាញអ្នកដទៃការធ្វើជាគំរូការផ្ដល់ធនធានរួមទាំងឱកាសក្នុងរឿងភាពជាអ្នកដឹកនាំហើយក៏មើលឃើញថាប្រសិនបើខ្ញុំផ្ដល់អ្វីតែបន្តិចបន្តួចឬមិនបានផ្ដល់អ្វីដល់អ្នកដឹកនាំដែលមានសក្តានុពលពួកគេក៏នៅតែទទួលជោគជ័យហើយខ្លាចជាអ្នកដឹកនាំល្អបានជាដដែលផ្ទុយទៅវិញបើទោះបីជាផ្ដល់អ្វីគ្រប់យ៉ាងដល់អ្នកដឹកនាំដែលមិនពូកែក៏ពួកគេនៅតែមិនអាចខ្លាចជាអ្នកដឹកនាំល្អបានមុខតំណែងមិនបានសាងអ្នកដឹកនាំទេគឺអ្នកដឹកនាំទេដែលសាងមុខតំណែងពេលណាមនុស្សពឹងមុខតំណែងទៅដឹកនាំអ្នកដទៃអស់រយៈពេលដ៏យូរតែមិនអាចជំរុញឬអូសទាញអ្នកដទៃបានពួកគេនឹងត្រូវមនុស្សកត់សម្គាល់ទុកថាជាអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងហើយស្ទើរតែគ្មានឱកាសរីកចម្រើនតទៅទៀតឡើយនៅក្នុងអង្គភាពពួកគេអាចឈានទៅមុខតែតាមពិតទៅស្ទើរតែមិនបានរំកិលផុតពីកន្លែងចាស់ឡើយបើកន្លងមកនេះអ្នកជាអ្នកដឹកនាំដែលពឹងលើមុខតំណែងអ្នកអាចផ្លាស់ប្ដូររឿងនេះបានហើយសុភៅមួយក្បាលនេះនឹងជួយអ្នកប៉ុន្តែទោះបីជាយ៉ាងណាអ្នកត្រូវដឹងជាមុនថាបើអ្នកកាន់តែពឹងផ្អែកលើមុខតំណែងមកយូរប៉ុណ្ណាអ្នកក៏កាន់តែពិបាកផ្លាស់ប្ដូរជំនឿរបស់អ្នកដទៃដែលមានមកលើវិធីសាស្ត្រដឹកនាំរបស់អ្នកប៉ុណ្ណោះដែរអ្នកអាចដល់ថ្នាក់ត្រូវផ្លាស់ប្ដូរតំណែងតែម្ដងក៏ល្អដើម្បីអ្នកបានចាប់ផ្ដើមដំណើរការសាងឥទ្ធិពលឬសមត្ថភាពជំរុញអ្នកដទៃសារជាថ្មីម្ដងទៀតគុណវិបត្តិទី7អ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងត្រូវប្រឈមនឹងអត្រាលីឈប់ខ្ពស់នៅពេលយើងពឹងលើមុខតំណែងដើម្បីធ្វើជាអ្នកដឹកនាំអ្នកដទៃលទ្ធផលច្រើនតែមានអត្រាការលាឈប់ខ្ពស់ក្នុងសៀវភៅ Leadership Goal របស់ខ្ញុំក្នុងជំពូក1មានចំណងជើងថាមនុស្សកិច្ចមនុស្សមិនមែនកិច្ចក្រុមហ៊ុនទេក្នុងជំពូកនោះខ្ញុំអធិប្បាយថាមនុស្សយើងចូលមកធ្វើការព្រោះចង់ធ្វើជាផ្នែកមួយនៃអង្គភាពតែលុះពេលលាឈប់ច្រើនតែមកពីចង់កិច្ចពីនរណាម្នាក់ចំណែកអ្នកដឹកនាំល្អនឹងលាចេញពីអង្គភាពដោយសារតែមានអ្នកដឹកនាំអន់បុគ្គលិកល្អដែលចេញពីអង្គភាពក៏ដោយសារបរិយាកាសធ្វើការមិនល្អសាកសម្ភាសមនុស្សដែលលាឈប់លោមើលភាគច្រើនពួកគេមិនលាឈប់ពីការងារដែលខ្លួនធ្វើនោះទេតែពួកគេកិច្ចពីមនុស្សដែលត្រូវធ្វើការជាមួយទៅវិញគ្រប់ក្រុមហ៊ុនសុទ្ធតែមានបញ្ហារឿងអត្រាការលាឈប់នេះគឺជារឿងដែលជៀសមិនផុតសំណួរដែលអ្នកដឹកនាំគ្រប់គ្នាត្រូវសួរគឺអ្នកណាខ្លះលាឈប់អ្នកមានសមត្ថភាពកម្រិត8 9ឬ10ឬអ្នកមានសមត្ថភាពកម្រិត1 2និង3បើកម្រិត8លាឈប់ហើយមានកម្រិត3ចូលមកជំនួសនោះមុខជាមានបញ្ហាមិនខានអង្គភាពដែលប្រើភាពជាអ្នកដឹកនាំក្នុងកម្រិតទី1តែងមានទំនោរការបាត់បង់មនុស្សដែលមានសមត្ថភាពអស់ហើយជ្រើសយកមនុស្សកម្រិតមធ្យមឬទាបជាងកម្រិតមធ្យមចូលមកបើកាន់តែមានអ្នកដឹកនាំកម្រិតទី1ច្រើនប៉ុណ្ណាមនុស្សកម្រិតខ្ពស់នឹងដកខ្លួនចេញអស់ហើយមានមនុស្សកម្រិតទាបមកជំនួសកាលជាង1ឆ្នាំមុន Linda Chaser មិត្តរបស់ខ្ញុំសរសេរសម្បត្តិមកឲ្យខ្ញុំនាងនិយាយពីការប្រែប្រួលដែលកាត់ឡើងនៅពេលបុគ្គលិកពូកែត្រូវធ្វើការឲ្យអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងនាងប្រាប់ថាមនុស្សពួកនេះតែងខ្លាចជាអ្នកដឹកនាំដែលត្រូវគេទាត់ចោល Linda សរសេរដូចនេះថាមើលទៅហាក់ដូចជាអ្នកដឹកនាំកម្រិតទី1មានអារម្មណ៍ថាខ្លួនធ្វើការជាមួយបុគ្គលិកកម្រិតទី3បានដោយពិបាកដូចគ្នានេះដែរអ្នកដឹកនាំកម្រិតមធ្យមដែលមានធ្វើដៃល្អតែងតឹងទ្រូងនឹងអ្នកដឹកនាំដែលគ្មានសមត្ថភាពមកពីដូច្នេះទើបបុគ្គលិកនាំគ្នាកិច្ចពីអ្នកដឹកនាំកម្រិតទី1ដែលគ្មានសមត្ថភាពហើយវាក៏ជាការពិតដូចគ្នាដែលអ្នកដឹកនាំកម្រិតទី1តែងកំចាត់អ្នកដើរតាមក្នុងកម្រិតទី3ចេញការបានឃើញហេតុការណ៍ចំពោះមុខបែបនេះវាធ្វើឲ្យខ្ញុំវល់អស់ពិតណាស់ខ្ញុំមានអារម្មណ៍មិនល្អសោះហើយអ្វីទើបខ្ញុំថាអ្នកពូកែទាំងនោះជាអ្នកដឹកនាំដែលត្រូវគេទាត់ចោលព្រោះពួកគេជាយុវជនលេចធ្លោដែលត្រូវយកមកបណ្ដុះឲ្យទៅជាអ្នកដឹកនាំដោយសារពួកគេមានសមត្ថភាពតែបែរជាត្រូវប្រធានក្នុងកម្រិតទី1រារាំងឬរុញចេញទៅវិញពួកឲ្យពួកគេអស់ការងារហើយត្រូវទាត់ខ្យល់ទៅជាមួយបណ្ដាបុគ្គលិកដទៃទៀតដែលលេចឈប់គឺពិតជាខ្ជះខ្ជាយពេលវេលានិងសមត្ថភាពមែនជារៀងរាល់ពេលដែលអ្នកដឹកនាំពឹងមុខតំណែងដាក់សម្ពាធឲ្យអ្នកដែលមានទំនោរស័ក្តិសមជាអ្នកដឹកនាំ
ឬបុគ្គលិកពូកែត្រូវឃ្លាតចេញទៅនោះអង្គភាពច្បាស់ជាមានបញ្ហានេះគឺជាការពិតដែលថាអ្នកដឹកនាំមានសមត្ថភាពប៉ុណ្ណាអង្គភាពក៏ធ្វើស្នាដៃបានប៉ុណ្ណោះមិនអាចទៅឆ្ងាយបានជាងនេះនោះទេមានន័យថាបើអ្នកដឹកនាំនៅតែក្នុងកម្រិតទី1ទីបំផុតអង្គភាពក៏នៅបានត្រឹមតែកម្រិតទី1ឬបើអ្នកដឹកនាំនៅត្រឹមកម្រិតទី4អង្គភាពក៏គ្មានផ្លូវឈានទៅដល់កម្រិតទី5បានដែរលើកលែងតែអ្នកដឹកនាំនោះអភិវឌ្ឍខ្លួនឯងរហូតដល់កម្រិតខ្ពស់បានគុណសម្បត្តិទី8អ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងតែងបានទទួលការបូជាលះបង់ពីអ្នកដទៃតែបន្តិចបន្តួចប៉ុណ្ណោះពុំមែនជាស្នាដៃដែលធ្វើដោយអស់ពីចិត្តនោះទេតើអាចប្រាប់ឈ្មោះអង្គភាពណាមួយដែលបុគ្គលិកខំប្រឹងប្រែងបន្តិចបន្តួចតែអង្គភាពនោះបែរជាអនុវត្តបានល្អស្នើមក្នុងវិស័យណាមួយបានទេតើអ្នកអាចប្រាប់ឈ្មោះគ្រូបង្វឹកដែលកូនក្រុមបូជាកាយចិត្តតែបន្តិចបន្តួចតែបែរជាក្រុមបានឈ្នះជើងឯកបានឬទេឬអាចប្រាប់ឈ្មោះគ្រូដែលសិស្សមិនសូវយកចិត្តទុកដាក់តែបែរជាជាប់ចំណាត់ថ្នាក់ខ្ពស់លើសអ្នកដទៃបានខ្លះទេហើយអាចប្រាប់ឈ្មោះប្រទេសដែលប្រជាជនក្នុងប្រទេសបូជាកាយចិត្តតែបន្តិចបន្តួចតែបែរជាទទួលបានការគោរពទទួលស្គាល់នៅទូទាំងពិភពលោកឬនិយាយពីជីវិតគូស្រករដែលភាគីម្ខាងធ្វើអ្វីម្យ៉ាងឲ្យគ្នាតែបន្តិចបន្តួចតែបែរជាមានសម្ព័ន្ធភាពយូរអង្វែងទៅរួចទេខ្ញុំហ៊ានភ្នាល់ថាมันបានព្រោះវាមិនអាចទៅរួចទេដែលនឹងទទួលជោគជ័យដោយស្នាដៃមនុស្សដែលខំបូជាលះបង់ត្រឹមតែបន្តិចបន្តួចនោះអ្នកដែលពឹងមុខតំណែងទូនីតិចាត់ទុកជាអ្នកដឹកនាំដែលទុនខ្សោយបំផុតក្នុងបណ្ដាអ្នកដឹកនាំទាំងអស់ពួកគេបូជាលះបង់តែបន្តិចបន្តួចហើយរំពឹងថាមុខតំណែងនឹងបំពេញទូនីតិជាអ្នកដឹកនាំដោយខ្លួនឯងលទ្ធផលគឺមនុស្សនឹងបូជាលះបង់ឲ្យគេតែបន្តិចបន្តួចដូចគ្នាមនុស្សដែលធ្វើការឲ្យអ្នកដឹកនាំដែលពឹងលើមុខតំណែងអ្នកខ្លះអាចមើលទៅដូចជាឃ្លាវខ្លាស្វាហាប់មានមហិច្ឆតាមានគំនិតច្នៃប្រឌិតនិងមានកម្លាំងជំរុញចិត្តពីដំបូងតែវានឹងមិននៅជាបែបនោះរហូតទៅនោះទេទីបំផុតវានឹងក្លាយទៅជាលំនាំណាមួយនៃបុគ្គល3ប្រភេទដូចខាងក្រោមប្រភេទទី1អ្នកចូលចិត្តសម្លឹងមើលម៉ោងកូនចៅដែលសប្បាយរីករាយនឹងសភាពបរិយាកាសនៃភាពជាអ្នកដឹកនាំកម្រិតទី1សុទ្ធតែចូលចិត្តនាឡិកាបំផុតហើយចង់មាននាឡិកាទុកមើលនៅគ្រប់ទីកន្លែងក្នុងអគារការិយាល័យសួរថាតើមកពីហេតុអ្វីព្រោះគ្រប់ពេលវេលានៃការងារសុទ្ធតែត្រូវបានវិតម្លៃទៅតាមនាឡិកាមុនថ្ងៃត្រង់ពេលគេសម្លឹងមើលទៅនាឡិកាពួកគេគិតថាខ្លួននៅក្នុងការិយាល័យយូរប៉ុណ្ណាហើយយើងនៅទីនេះអស់2ម៉ោងហើយក្រោយពីសម្រាប់ថ្ងៃត្រង់គេគិតថាខ្លួនត្រូវនៅតទៅទៀតយូរប៉ុន្មានសល់តែ2ម៉ោងទៀតទេបានត្រឡប់ទៅផ្ទះវិញហើយនាឡិកាថែមទាំងធ្វើឲ្យពួកគេដឹងពីពេលវេលាសំខាន់បំផុតរបស់ខ្លួនក្នុងមួយថ្ងៃនោះគឺពេលសម្រាប់និងពេលអាហារថ្ងៃត្រង់ក្នុងសភាពបរិយាកាសនៃភាពជាអ្នកដឹកនាំកម្រិតទី1ស្មារតីនិងកម្លាំងចិត្តរបស់បុគ្គលិកនឹងចាប់ផ្ដើមល្អប្រសើរក្រោយពីសម្រាប់ថ្ងៃត្រង់ដោយសារបានរាប់ហួយក្រោយទៅរកគណៈពេលសំខាន់ប្រចាំថ្ងៃគឺពេលឈប់ពីការងារនៅប្រហែលម៉ោង 4:30 នាទីភាពសកម្មនៅទីនោះក៏ចាប់ផ្ដើមកើនឡើងមនុស្សម្នានាំគ្នាដើរទៅដើរមកក្នុងការិយាល័យទុកដាក់របស់របរសម្អាតតុធ្វើការដើម្បីកុំឲ្យមានអ្វីធ្វើឲ្យយឺតដំណើររបស់គេក្នុងការចាកចេញពីកន្លែងធ្វើការក្នុងអំឡុងពេលដល់ម៉ោង 5:00 នាទីម៉ោង 4:45 នាទីពួកគេដើរទៅដើរមកដើរលាមិត្តរួមការងារព្រោះបើទោះជាយ៉ាងណាក៏ពួកគេមិនចង់ខ្វះសុជីវធម៌មិនចង់លាគេឯងហើយដើរលឿនស្លេវចេញពីការិយាល័យម៉ោង 4:50 នាទីពួកគេទៅបន្ទប់ទឹកជាលើកចុងក្រោយមិនថាជាកន្លងមកគេចំណាយពេលនៅទីនេះយូរប៉ុណ្ណាក្នុងមួយថ្ងៃហើយក៏ដោយពួកគេមិនចង់ខាតពេលផ្ទាល់ខ្លួនមកអង្គុយក្នុងបន្ទប់ទឹកនោះទេនៅពេលដែលគេអាចចំណាយពេលវេលារបស់ក្រុមហ៊ុនបានម៉ោង 4:55 នាទីពួកគេបដូរស្បែកជើងពីស្បែកជើងធ្វើការទៅជាស្បែកជើងដើរលេងដើម្បីឆាប់បានចេញម៉ោង 4:58 នាទីពួកគេចាប់ផ្ដើមត្រៀមចាំឲ្យសំឡេងនាឡិការោម៉ោង 5:00 ម្នាក់ទៅបាត់អស់រលីងការចាក់ចេញពីកន្លែងធ្វើការរបស់ពួកគេត្រូវបានភ្ជាប់សម្ព័ន្ធភាពវឹកហាត់និងទៀងពេលម៉ោងយ៉ាងល្អឥតខ្ចោះម៉ោង 5:02 នាទីគ្មានរថយន្តសល់នៅក្នុងចំណតសូម្បីតែមួយគ្រឿងរថយន្តដែលចតចូលជួរយ៉ាងមានរបៀបនៅពេលព្រឹកបន្តគ្នាចេញយ៉ាងឆាប់រហ័សថាខ្ញុំនិយាយហួសពីការពិតបន្តិចទៅចុះតែអ្វីដែលនិយាយមកនេះក៏ពុំមែនខុសឆ្ងាយពីការពិតប៉ុន្មានដែរ
អ្នកដែលចូលចិត្តក្រឡេកមើលនាឡិកាដឹងស្រាប់ហើយថានៅសល់ពេលប៉ុន្មានទៀតនឹងបានទៅផ្ទះហើយមិនសូវចង់ធ្វើការហូបម៉ោងទេប៉ុន្តែសូមសាកនឹកស្រមៃមើលថាប្រសិនបើយើងធ្វើការជាមួយអ្នកអន្តរសាចង់ចេញពីធ្វើការដូចនេះនោះមុខជាមានអ្វីខុសប្រក្រតីមិនខានឡើយប្រភេទទី2បុគ្គលិកបែបធ្វើការតាមដំណើរដោយសារតែអ្នកដឹកនាំដែលជាប់ជំពាក់នឹងមុខតំណែងក្នុងកម្រិតទី1តែងអាងសិទ្ធិរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំហើយប្រើតំណែងជាអ្នកដឹកនាំទៅជំរុញឲ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗទើបមនុស្សដែលធ្វើការឲ្យតែងប្រើសិទ្ធិក្នុងឋានៈជាបុគ្គលិកកំណត់ព្រំដែនទទួលខុសត្រូវដោយបំពេញឲ្យរួចតាមតែទូនាទីរបស់ខ្លួនប៉ុណ្ណោះការធ្វើបែបនេះជាញឹកញាប់យូរចាស់វស្សាបុគ្គលិកទាំងនោះនឹងក្លាយទៅជាមនុស្សប្រភេទធ្វើការតាមដំណើរមនុស្សប្រភេទនេះធ្វើការទៅតាមដំណើរធ្វើឲ្យតែបានធ្វើឲ្យតែបានប្រាក់ខែនិងឲ្យតែមានការងារធ្វើទៀតសម្រាប់ពួកគេសំណួរសំខាន់ពុំមែនសួរថាតើធ្វើដូចម្តេចដើម្បីឲ្យបានក្លាយជាបុគ្គលិកមានគុណតម្លៃនោះទេតែវាជាសំណួរក្នុងទំនោរថាតើត្រូវធ្វើការឲ្យបានប៉ុណ្ណាទើបបាននៅធ្វើការតទៅទៀតពួកគេមិនសួរថាធ្វើដូចម្តេចទើបបានរីកចម្រើននិងបានឡើងតំណែងនោះទេតែគេសួរថាតើធ្វើដូចម្តេចដើម្បីកុំឲ្យថៅកែដេញចោលនៅពេលមនុស្សធ្វើតាមអ្នកដឹកនាំដោយសារតែចាំបាច់ត្រូវធ្វើពួកគេក៏នឹងធ្វើតាមអ្វីដែលត្រូវធ្វើប៉ុណ្ណោះមនុស្សនឹងមិនខំប្រឹងធ្វើការឲ្យអស់ពីសមត្ថភាពឲ្យអ្នកដឹកនាំដែលខ្លួនមិនសូវចូលចិត្តនោះទេទោះបីជាធ្វើក៏ធ្វើទាំងមិនពេញចិត្តមានឆន្ទៈមានការតាំងចិត្តពួកគេអាចលូកដៃជួយតែក៏មិនបានជួយគិតគូរឬជួយដោយទឹកចិត្តឡើយមនុស្សបែបធ្វើការតាមដំណើរស្ទើរតែមិនចង់មកធ្វើការឡើយការតាំងចិត្តតែម្យ៉ាងគត់របស់ពួកគេគឺសុំពេលឈប់សម្រាកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានតែប្រើហេតុផលផ្សេងៗរាប់រយយំពូកអ្នកខ្លះខំចំណាយខួរក្បាលគិតយ៉ាងខ្លាំងដើម្បីរកវិធីគេចពីការងារផ្ទុយទៅវិញប្រសិនបើពួកគេចេះប្រើការតាំងចិត្តក្នុងផ្លូវវិជ្ជមានមិនដឹងថាជាល្អយ៉ាងណាទេប្រភេទទី3បុគ្គលិកបែបចិត្តមិននៅនឹងការងារសភាពបរិយាកាសកម្រិតទី1តែមានមនុស្សដែលមកធ្វើការតែមិនបានដាក់ចិត្តមកជាមួយទេពួកគេមិនយកចិត្តទុកដាក់នឹងអ្វីឡើយគឺមកធ្វើការដើម្បីយកតែប្រាក់ខែប៉ុណ្ណោះការមានអិរិយាបថបែបនេះនឹងបង្កការខូចខាតដល់អង្គភាពជាខ្លាំងព្រោះអិរិយាបថបែបនេះអាចឆ្លងទៅអ្នកដទៃបានផងដែរកាលបើនរណាម្នាក់ចិត្តមិននៅនឹងការងារហើយមិនទទួលការដាក់ទោសអ្វីអ្នកដទៃក៏នឹងធ្វើតាមការមិនយកចិត្តទុកដាក់និងការគ្មានរបៀបជាជំងឺឆ្លងមួយយើងឃើញថាការមិនយកចិត្តទុកដាក់គឺជារឿងដែលឃើញមានទូទៅស្ថាប័ន Gallup បានតាមដានមើលរឿងនេះជាច្រើនឆ្នាំហើយរកឃើញថារឿងនេះមានអត្រាពី15ទៅ20% នៅអាមេរិកក្នុងរយៈពេលប្រមាណឆ្នាំមកនេះនៅក្នុងឆ្នាំ2006 Gallup បានចេញផ្សាយលទ្ធផលជំរឿនមួយនៅក្នុងទស្សនាវដ្តី Gallup Management Journal ដើម្បីបង្ហាញស្ថិតិក្នុងត្រីមាសទី2នៃឆ្នាំ2006អំពីការជំរឿនកម្មករចាប់ពីអាយុ18ឆ្នាំឡើងទៅឃើញថាមាន 15% ប្រហែលជា 20.6 លាននាក់ជាក្រុមមិនយកចិត្តទុកដាក់នៅការងារ Gallup ពីតម្លៃការខូចខាតរបស់នយោជកគិតជាតម្លៃមានរហូតដល់328,000 លានដុល្លារក្នុងការជំរឿននាពេលថ្មីមកនេះគេថែមទាំងរកឃើញថាបុគ្គលិកជនជាតិអាល្លឺម៉ង់ជាងពាក់កណ្ដាលមិនពេញចិត្តនឹងការងារដែលខ្លួនធ្វើឡើយ Clarence Francis អតីតប្រធានក្រុមហ៊ុន General Food និយាយថាអ្នកអាចទិញពេលវេលារបស់មនុស្សម្នាក់បានចង់ប្រើលួយទិញឲ្យគេមកបង្ហាញខ្លួននៅទីណាមួយក៏បានឬអាចរហូតដល់ចំណាយលុយទិញនរណាម្នាក់ឲ្យមកធ្វើការប្រើកម្លាំងពលកម្មបានយ៉ាងស្ទាត់ជំនាញគិតជាម៉ោងក៏បានតែរឿងដែលទិញមិនបានគឺចន្ទៈសកម្មអ្នកមិនអាចទិញភាពស្មោះត្រង់មិនអាចទិញការបូជាទឹកចិត្តគំនិតនិងស្មារតីបានទេអ្នកត្រូវតែប្រើការព្យាយាមនិងបូជាលះបង់ទើបអាចទទួលបានរបស់ទាំងនេះមនុស្សដែលចូលចិត្តពឹងមុខតំណែងរបស់ខ្លួនក្នុងកម្រិតទី1ជ្រុលពេកនឹងបានទទួលស្នាដៃកម្រិតធ្វើតាមដែលធ្វើបានពីបុគ្គលិករបស់ខ្លួនប៉ុណ្ណោះមានន័យថាពួកគេទទួលជោគជ័យទៅមិនឆ្ងាយទេព្រោះការសម្រេចជោគជ័យតម្រូវឲ្យមានការបូជាលះបង់ឲ្យច្រើនជាងនេះបើទោះបីជាជោគជ័យតម្រូវឲ្យមនុស្សភាគច្រើនបូជាលះបង់កាន់តែច្រើនតែវាក៏ពុំមែនជារឿងដែលហួសពីសមត្ថភាពពួកគេឡើយរឿងដែលអាចជួយបានយ៉ាងច្រើនគឺភាពជាអ្នកដឹកនាំដ៏ល្អដែលរឿងនេះពុំមែននៅក្នុងកម្រិតទី1នេះទេកាលបើសមាជិកក្រុមការងារផ្នែកឬអង្គភាពមួយបូជាឲ្យតែបន្តិចបន្តួចនោះលទ្ធផលចេញមកជាគ្មានអ្វីជាដុំកំភួនស្មារតីនិងកម្លាំងចិត្តមានតែ
ស្រុតចុះជាលំដាប់ Dick Vermeer អតីតគ្រូបង្វឹកដែលធ្លាប់នាំក្រុមឲ្យទទួលបានជើងឯក Super Bowl បានធ្វើការកត់សម្គាល់ថាបើការប្រឹងប្រែងពុះពៀមានមិនច្រើនការចាញ់ក៏គ្មានអ្វីត្រូវឈឺចាប់ហើយជ័យជំនះក៏គ្មានអ្វីគួរឲ្យរំភើបពំនូលនេះចាត់ទុកជាការបកស្រាយបរិយាកាសភាពជាអ្នកដឹកនាំកម្រិតទី1បានយ៉ាងល្អបំផុតគុណវិបត្តិដ៏អាក្រក់បំផុតនៃភាពជាអ្នកដឹកនាំកម្រិតទី1គឺខ្វះការច្នៃប្រឌិតឬមិនព្រមបង្កើតអ្វីថ្មីៗនេះជាភាពជាអ្នកដឹកនាំបែបបិទភ្នែកបិទត្រចៀកបានត្រឹមតែធ្វើការទៅតាមដំណើរបើអ្នកដឹកនាំណាម្នាក់ដិតជាប់គុណវិបត្តិនេះយូរទៅគេនឹងកើតមានអារម្មណ៍ថាខ្លួនមិនបានមានចំណែកសាងអង្គភាពតទៅទៀតទេបើអ្នកដឹកនាំទទួលបរាជ័យចាប់ពីកម្រិតទី1ទៅហើយគេនឹងគ្មានផ្លូវសម្រាប់ធ្វើដំណើរទៅមុខទៀតបានឡើយអ្នកដឹកនាំបែបនេះចាំបាច់ត្រូវបដូរចេញល្មមឲ្យគេចេញទៅរកការងារថ្មីហើយ